ជំរាបសួរប្រិយមិត្តទាំងអស់គ្នាដែលនិយមតាមដាននៅ channel របស់ខ្ញុំបាទអញ្ចឹងថ្ងៃនេះដែរខ្ញុំចង់ចេញវីដេអូមួយទាក់ទងជាមួយនឹងការចិញ្ចឹមមាន់ផងដែរបាទសម្រាប់បងប្អូនថ្មីដែលគាត់មិនទាន់បានចុចជាវនៅ channel របស់ខ្ញុំសូមចុចជាវម្នាក់មួយទៅបាទទាក់ទងជាមួយនឹងការព្យាបាលមាន់ឬមួយក៏ការចិញ្ចឹមមាន់បាទចឹងសម្រាប់បងប្អូនថ្មីដែលគាត់ស្រឡាញ់ខាងវិស័យកសិកម្មខាងចិញ្ចឹមមាន់លក្ខណៈគ្រួសារឬមួយក៏លក្ខណៈកសិដ្ឋានបាទតែសម្រាប់ខ្ញុំនេះខ្ញុំចិញ្ចឹមមាន់លក្ខណៈគ្រួសារមាន់បន្តិចបន្តួចទេបងប្អូនទាំងអស់គ្នាបាទអញ្ចឹងចូលដល់ប្រធានបទរបស់យើងអំពីការចិញ្ចឹមមាន់ឬមួយក៏ការចាប់ផ្ដើមពីដំបូងមកបាទឥឡូវនេះបងប្អូនអាចរៀនចិញ្ចឹមជាមួយខ្ញុំបានបាទអញ្ចឹងបងប្អូនទាំងអស់គ្នាការចិញ្ចឹមមាន់បងប្អូនដឹងតិចនិចពីការចិញ្ចឹមគឺយើងចិញ្ចឹមទៅដឹងទៅរស់ហ្មងអញ្ចឹងណាបងប្អូនទាំងអស់គ្នាបាទគឺយើងចិញ្ចឹមទៅអត់មានជួបបញ្ហាងាប់ទេបងប្អូនបាទអញ្ចឹងឲ្យតែបងប្អូនដឹងវិធីសាស្ត្រចិញ្ចឹមបងប្អូនចង់ដឹងវិធីសាស្ត្រចិញ្ចឹមនោះគឺយើងចិញ្ចឹមបែបណាដើម្បីឲ្យមាន់យើងបានរស់អត់មានងាប់សូម្បីតែមួយក្បាលអញ្ចឹងណាបងប្អូនទាំងអស់គ្នាបាទអញ្ចឹងនៅក្រោយវីដេអូខ្ញុំបកស្រាយជូនពុកម៉ែបងប្អូនទាំងអស់គ្នាបាទអញ្ចឹងឥឡូវនេះខ្ញុំរៀបរាប់អំពីការចិញ្ចឹមមាន់វិញការចិញ្ចឹមមាន់បាទដើម្បីយើងចិញ្ចឹមមាន់កុំឲ្យងាប់បានអញ្ចឹងលុះត្រាតែបងប្អូនមើលថែទាំវាបានដិតដល់ផងបងប្អូនទាំងអស់គ្នាបាទទាក់ទងជាមួយនឹងការចិញ្ចឹមមាន់បើសិនជាបងប្អូនចិញ្ចឹមអត់បានមើលថែទាំវាទេអញ្ចឹងបងប្អូនគឺចិញ្ចឹមទៅប្រកាសនឹងជួបបញ្ហាបរាជ័យហើយបងប្អូនទាំងគ្នាបាទអញ្ចឹងបងប្អូនចង់បានពីមាន់មកវិញចង់បានចំណូលពីមាន់មកវិញបាទជាប្រចាំខែអញ្ចឹងបងប្អូនអាចមើលថែវាបានដល់បាទមើលថែវាដោយសារអីទី1បងប្អូនត្រូវតែអនាម័យទ្រុងឲ្យបានស្អាតជាប្រចាំមកបាទកុំឲ្យមានលាមកវាឈួលបាទវាឈួលនឹងទ្រុងណាអញ្ចឹងបងប្អូនត្រូវតែបោសសម្អាតវាបានស្អាតជាប្រចាំបាទទើបមាន់យើងនឹងអត់ចេះឈឺអញ្ចឹងណាបើសិនជាបងប្អូនអត់សម្អាតបងប្អូនខ្ជិលបាទចិញ្ចឹមទៅដាក់ចោលដាក់ពលាញពីវាពីការអញ្ចឹងបងប្អូនចិញ្ចឹមមាន់ទៅអត់អាចជោគជ័យបានទេបងប្អូនបាទអញ្ចឹងបងប្អូនឃើញគេចិញ្ចឹមបានបងប្អូនកុំចេះតែចង់ចិញ្ចឹមណាបើស្អីយើងអត់ទាន់ដឹងតិចនិចតែខ្ញុំមិនអោយបងប្អូនអត់ចិញ្ចឹមទេបងប្អូនចិញ្ចឹមទៅបាទបងប្អូនចិញ្ចឹមទៅបងប្អូននឹងដឹងច្រើនអំពីវិធីចិញ្ចឹមណាបងប្អូនចិញ្ចឹមទៅគឺជួបបញ្ហានេះបញ្ហានោះបាទព្រោះអីមាន់វាមានរោគច្រើនណាស់បងប្អូនបាទវាមានជំងឺច្រើនមុខដែលយើងមិនអាចដឹងបានណាបាទអញ្ចឹងបងប្អូនចិញ្ចឹមទៅបងប្អូននឹងដឹងពីតិចនៃការចិញ្ចឹមច្រើនបាទមាន់យើងវាមានបញ្ហាអីវាចិញ្ចឹមមកមិនធំមិនធាត់វាដោយសារមូលហេតុអីអញ្ចឹងណានៅពេលដែលយើងចាប់ផ្ដើមចិញ្ចឹមពុបយើងចាប់ផ្ដើមដឹងហើយថាមាន់យើងអាការៈបែបណាបាទអាការៈបែបហ្នឹងលើកទី1បែបហ្នឹងបាទសារក្រោយយើងដឹងអាការៈវាយើងនឹងចេះចិញ្ចឹមអញ្ចឹងណាបងប្អូនទាំងគ្នាបាទហ្នឹងហើយបើសិនបងប្អូនអត់សាកចិញ្ចឹមទេបងប្អូនអត់ដឹងទេបាទអត់ដឹងអំពីរបៀបការចិញ្ចឹមមាន់បែបណាទេបាទអញ្ចឹងទាក់ទងជាមួយនឹងការសម្អាតហើយនឹងការព្យាបាលមាន់អញ្ចឹងណាបងប្អូនទាំងគ្នាចុយអញ្ចឹងបងប្អូនត្រូវតែសម្អាតទ្រុងបាទហើយទ្រុងបងប្អូននឹងត្រូវតែមានខ្យល់អាកាសចេញចូលផងដែរណាបងប្អូនបាទអញ្ចឹងបងប្អូនបើថាយើងចំលក្ខណៈគ្រួសារយើងធ្វើរោងបែបនេះមកក៏បានដែរណាបងប្អូនទាំងគ្នាបាទនេះបងប្អូនឃើញយើងធ្វើអញ្ចឹងមកយើងកុំឲ្យវាយសង្កសីចិត្តអញ្ចឹងយើងបាំងតង់បងប្អូននៅពេលមេភ្លៀងយើងទម្លាក់មកពេលថ្ងៃយើងបើកតង់មកដើម្បីឲ្យខ្យល់ចេញចូលក្នុងទ្រុងមាន់របស់យើងហើយពន្លឺជះចូលទ្រុងមាន់របស់យើងដើម្បីឲ្យលាមកមាន់ហ្នឹងវាស្ងួតណាចឹងកាលណាលាមកមាន់នឹងស្ងួតវាមានបញ្ហាទៅដល់ការឈឺមាន់ទេមាន់វាអត់សូវឈឺណាចាអនាម័យនេះសំខាន់ណាបងប្អូនអរគ្នាការអនាម័យស្អាតការរស់នៅស្អាតរបស់មាន់បាទគឺវាអត់មានបញ្ហានឹងឈឺទេហ្នឹងហើយបងប្អូនអរគ្នាចឹងបងប្អូនធ្វើទ្រុងធ្វើបែបហ្នឹងមកបាទនេះឲ្យមានពន្លឺថ្ងៃជះចូលចឹងណាបងប្អូនយើងបាទហើយអត់មានត្រូវបិទសង្កសីអីជុំវិញទេបាទ
chẳng những thôi bạn đằng máu hay ngày láng những bạc về nằm về miền sò cả trên trôi chứ á tự mòn dương miền sô hiệp lo bằng này nãy bông ôn video nâng miền tập phần nãy bông ôn miền ấy dây tràn thế bà